មួយសន្ទុះក្រោយមកក៏ដល់ពេលអាហារថ្ងៃត្រង់មេការបាននាំភីណាទៅកាន់បន្ទប់ទទួលទានអាហារនៅតាមផ្លូវគាត់បាននិយាយប្រាប់អំពីរឿងរបស់អ្នកកញ្ញាថាលោកម្ចាស់ច្បាស់ជារវល់នឹងការងាររាជវាំងខ្លាំងណាស់ហើយនាងតបទៅថាប្រហែលជាអញ្ចឹងមែនហើយទាំងដែលគិតក្នុងចិត្តថាពិតជាអញ្ចឹងមែនឬខ្ញុំមិនដែលសូវបានចាប់អារម្មណ៍នឹងគាត់ប្រហែលទេមេការបន្តរហូតមកដល់ពេលនេះអ្នកនាងមិនទាន់បានរួមអាហារជាមួយលោកម្ចាស់នៅឡើយទេគេសួរថាតើអាហារនៅទីនេះធ្វើឲ្យអ្នកនាងមិនពេញចិត្តមែនទេនាងឮបែបនេះគឺក្នុងចិត្តថាភីណានូភីគឺជាអ្នកមិនពេញចិត្តនាងប្រហែលជាគិតថាវានឹងល្អបើសិនជាគ្រួសាររបស់នាងនឹងរីករាយនៅពេលដែលឃើញនាងរួមតុអាហារជាមួយប៉ុន្តែពួកគេបើមិនមើលងាយនាងក៏មិនខ្វាយខ្វល់ពីនាងដែរខ្ញុំក៏ធ្លាប់បបង់ចោលនៅរឿងនេះដែរសម្លេងសើចនិងរាក់ទាក់គ្នានៅលើតុអាហារខ្ញុំនឹងបានឃើញទស្សនវិជ្ជានោះពីចម្ងាយនៅពេលដែលខ្ញុំមិនបានចូលរួមតុអាហារជាមួយពួកគេមេការឃើញភីណាផ្លឹកបែបនេះក៏ហៅទៅកាន់អ្នកនាងរបស់ខ្លួននាងក៏ភ្ញាក់ស្មារតីមកវិញរួចក៏តបទៅកាន់គេថាមិនមែនថាខ្ញុំមិនពេញចិត្តអីនោះទេគ្រាន់តែថាខ្ញុំគិតថាខ្លួនឯងកំពុងស្ថិតក្នុងការតាមដានព្រោះតែខ្ញុំធ្វើខុសតើខ្ញុំគិតថាខ្ញុំគួរតែនៅទីនេះល្អជាងគេតបថាអ្នកនាងគិតច្រើនពេកហើយនេះមិនមែនជាកំហុសរបស់អ្នកនាងនោះទេលោកម្ចាស់ពេលខ្លះក៏មានអារម្មណ៍ថាឯកាតាំងពីពេលដែលអ្នកនាងត្រូវឃុំក្នុងបន្ទប់បែបនេះដែរគ្មានអ្នកណានឹងបន្ទោសអ្នកនាងទេបើសិនជាអ្នកនាងទៅចូលរួមអាហារថ្ងៃត្រង់នោះនាងតបទៅកាន់គេថាអញ្ចឹងលោកគិតថាបងប្រុសរបស់ខ្ញុំនឹងមានអារម្មណ៍បែបនោះដែរឬមេការប្រងបន្តប៉ុន្តែពួកគេបានមកដល់បន្ទប់ទទួលទានអាហារហើយគាត់ក៏ប្រាប់ទៅកាន់ពួកអ្នកយាមទាំងនោះឲ្យបើកទ្វារទៅនាងគិតថាវាពិតជាគួរឲ្យចង់សើចណាស់ដែលចរិតតួអង្គផ្លាស់ប្ដូរដោយសារការឡើងភាគរយនៃការពេញចិត្តទោះបីជាពួកគេចាប់ផ្ដើមកត់សម្គាល់ពីវត្តមានរបស់ខ្ញុំក៏វាមិនផ្លាស់ប្ដូរដែរពួកគេមិនខ្វល់ថាខ្ញុំញ៉ាំអីឬផឹកអីនោះទេការសម្លឹងមើលរបស់ពួកគេមកកាន់ខ្ញុំគឺមិនផ្លាស់ប្ដូរអ្វីប៉ុន្មាននោះទេពួកគេគ្រាន់តែស្ដាប់តាមបញ្ជារបស់អ្នកចាត់ការតែប៉ុណ្ណោះនាងបន្តខ្ញុំមិនខ្វល់ទេពួកគេគឺជាមនុស្សដែលខ្ញុំមិនពាក់ព័ន្ធនោះទេការរស់នៅរបស់ពួកគេគឺផ្សេងគ្នាពីខ្ញុំពេលដែលនាងចូលទៅដល់ឃើញថាពួកគេទាំងនោះមានទឹកមុខមិនល្អនោះទេព្រះណូនិយាយឡើងថាតានាងមានដឹងទេថានាងវាម៉ោងប៉ុន្មានហើយមិនក៏នាងយឺខ្លាំងម្ល៉េះអាដេរីនោះមិនបាននិយាយអ្វីទេគ្រាន់តែចាក់កន្ទុយភ្នែកដោយភាពស្ងប់ស្ងាត់មកកាន់នាងឃើញគេនិយាយមកកាន់ខ្លួនបែបនេះនាងក៏ក្នុងចិត្តថាក្រែងអញ្ចឹងគេមកញ៉ាំបាយអីមកដល់ភ្លាមស្ទេឯងផ្លែធ្វើមើលតែអ្នកទោសហើយនាងសម្លឹងទៅកាន់តុអាហារដោយគិតថានាងគ្រាន់តែជាការញ៉ាំបាយជុំគ្នាធម្មតាតែប៉ុណ្ណោះទេតែវាដូចជាច្រើនសម្រាប់ខ្ញុំពេកហើយខ្ញុំមិនដែលឃើញម្ហូបថ្លៃបែបនេះពីមុនមកនោះទេបើខ្ញុំញ៉ាំតែម្នាក់ឯងនៅក្នុងបន្ទប់គឺពិបាកណាស់តែនៅទីនេះគឺខុសគ្នាមើលចោះមានច្រើនមុខណាស់ពេលនោះអ្នកកញ្ញាក៏និយាយឡើងថាចាប់ផ្ដើមញ៉ាំទៅពួកគេក៏ចាប់ផ្ដើមកាន់សមនឹងកាំបិតដើម្បីញ៉ាំអាហារនាងឃើញបែបនេះគិតថាខ្ញុំមិនដឹងពីទំនៀមទម្លាប់បរិភោគអាហារនោះទេតើត្រូវយកស្លាបព្រានិងយកកាំបិតមួយណាទៅប៉ុន្តែភីណានូភីមិនដែលចេះគួរសមអីនោះទេទោះបីជានាងមិនចេះពីរបៀបរបបការបរិភោគអាហារក៏វាមិនប្លែកដែរសំណាងហើយដែលខ្ញុំគ្មានគេឈ្មោះដែលត្រូវបាត់បង់ទៀតគិតបែបនេះរួចនាងក៏រកយកស្លាបព្រាដើម្បីដុំម្ហូបញ៉ាំតែនាងបែរជាឃើញរឿងមួយដែលគួរឲ្យចង់សើចទៅវិញមិនថាស្លាបព្រាឬសមកាំបិតអីនោះទេវាមើលទៅដូចជារបស់ក្មេងលេងអាយុ3ឆ្នាំអញ្ចឹងអ្នកអូកញ្ញាឃើញនាងស្ងាត់បែបនេះក៏សួរទៅថាមានរឿងអ្វីមែនទេនាងតបទៅថាកុំខ្វល់ពីខ្ញុំអីនាងគិតថាបើសិនជាអ្នកអូកញ្ញាចាប់អារម្មណ៍តែបន្តិចគាត់នឹងដឹងហើយថាមានមនុស្សបំផ្លាញការបរិភោគអាហាររបស់ភីណានូភីតែយ៉ាងណាខ្ញុំក៏ត្រូវតែប្រើស្លាបព្រាកូនក្មេងនេះសម្រាប់ដួសស៊ុបដែរប៉ុន្តែពេលដែលនាងរកដួសស៊ុបនោះនាងសង្កេតឃើញថាពួកគេបានដាក់អ្វីម្យ៉ាងចូលទៅខាងក្នុងស៊ុបនោះវាពិតជាចម្លែកសាឡាត់មើលទៅក៏មិនល្អដែរសូម្បីតែបន្លែក៏សមនេះចាក់មិនបានដែរហើយសាច់វិញឡើងក្រាស់សូម្បីតែកំបិនក៏ហាន់មិនដាច់ដែរបើគិតទៅចង់ភើតែងតែធ្វើដាក់ភីណានូភីបែបនេះប៉ុន្តែអេមីលីតែងតែយកអាហារល្អៗមកឲ្យខ្ញុំពេលខ្លះនាងតែងតែយកអ្វីដែលខ្ញុំត្រូវការមកឲ្យខ្ញុំទីផងខ្ញុំមានអារម្មណ៍មិនល្អសោះដែលទើបនឹងដឹងរឿងនេះខ្ញុំមិនអាចបណ្ដាឲ្យវាបន្តបែបនេះដោយគ្មានការសងសឹកវិញនោះទេមួយសន្ទុះក្រោយមកការបរិភោគអាហារត្រូវបានបញ្ចប់អ្នកអូកញ្ញានិយាយទៅកាន់ភីណាថាពិធីបុណ្យជាតិចប់ហើយឯងគួរតែទៅដើរលេងខាងក្រៅខ្លះទៅនាងឆ្លើយទាំងកំពុងមូម៉ៅដែលខ្លួនមិនបានញ៉ាំអីសូម្បីតែមួយម៉ាត់ថាខ្ញុំមិនចាប់អារម្មណ៍នោះទេរួចទៅភ្ញាក់ខ្លួនថាពីរអ្នកគេនោះក៏នៅទីនេះដែរនាងគិតថាប្រហែលជាខ្លួននឹងឆ្លើយតបវិញដូចជាឈើពេកតែដឹងព្រោះតែខ្លាចភាគរយនោះធ្លាក់ចុះក៏ប្រឹងញញឹមនិយាយទៅកាន់អ្នកកញ្ញាថាណាមួយខ្ញុំកំពុងតែស្ថិតក្រោមការតាមដាននៅឡើយទាំងដែលក្នុងចិត្តនឹងកំពុងលួចជេរទៅកាន់ពីរអ្នកនោះអ្នកក
ញ្ញាតបថាឯងតែងតែយករឿងនេះធ្វើជាលេសរហូតរ៉េណូនោះគេនិយាយឌឺទៅកាន់ភីណែថានេះជាលើកទី1ហើយដែលខ្ញុំបានឃើញអ្នកនាងដ៏សែនល្អសុខចិត្តទទួលយកការដាក់ទោសដោយសារតែអតិថិករចំសៀមម្នាក់នោះភីណែខ្ជិលតបច្រើនឲ្យដៃកដាមួយចោះអ្នកកញ្ញានិយាយបន្តហេតុផលដែលប៉ាឲ្យពួកឯងមកញ៉ាំបាយជុំគ្នានៅពេលនេះគឺដោយសារការប្រកួតបោកបាញ់នឹងចាំដល់នាពេលខាងមុខនេះមើលទៅវាដូចជាធ្វើឡើងនៅព្រៃភាគខាងជើងនៃរាជវាំងទៀតហើយអានាងអង្គុយស្ដាប់ទាំងឆ្ងល់ថាតើពួកគេចង់និយាយពីអ្វីអ្នកកញ្ញានិយាយបន្តពួកឯងប្រហែលជាដឹងហើយថាការប្រកួតបោកបាញ់លើកនេះគឺមានសារៈសំខាន់ណាស់ពួករាជវង្សនិងអភិជនទាំងអស់ក្នុងប្រទេសនឹងមកជុំគ្នាហើយម្យ៉ាងទៀតព្រះអង្គម្ចាស់ទី1ក៏មកចូលរួមផងដែរពួកគេនឹងប្រឡែងពពួកសត្វផ្លែៗដែលមានតែនៅប្រទេសផ្សេងៗទៀតគ្រួសាររបស់យើងមិនសូវទទួលបានគេឈ្មោះល្អនោះទេដោយសារតែពួកយើងមិនបានចូលរួមក្នុងសង្គ្រាមហើយលើកនេះដែរពួកយើងគួរតែកសាងកិត្តិយសរបស់ពួកយើងមកវិញអញ្ចឹងហើយយើងទាំងអស់គ្នាត្រូវចូលរួមកម្មវិធីប្រកួតបោកបាញ់លើកនេះនៅក្នុងការប្រជុំរបស់ពួកអភិជនទាំងនោះភេណែក៏ថាបតាអ្វីដែលនាងចាំទិន្នន័យបែបនេះក៏មាននៅក្នុងវគ្គធម្មតាដែរការប្រកួតបោកបាញ់ព្រឹត្តិការណ៍ដែលកើតឡើងរៀងរាល់ត្រីមាសនៅអាណាចក្រលូកាហើយវាក៏ជានិមិត្តសញ្ញានៃអំណាចអាណាចក្រនិងស្ថិតលើប្រទេសដែលចាញ់ពួកគេដោយការបោកបាញ់សត្វដែលជារបស់មានតម្លៃសត្វទាំងអស់គឺចាត់ទុកដូចជារបស់មានតម្លៃអញ្ចឹងប៉ុន្តែអ៊ីវ៉នមិនដែលបានចូលរួមនោះទេដោយសារតែភីណេណូភីច្រដែងនឹងអ្នកនាងពិតប្រាកដទៅបំពល់នាងត្រឹមតែមួយប្រព្រឹត្តភ្នែកអ៊ីវ៉នបានធ្វើឲ្យភាគរយនៃការពេញចិត្តរបស់អ៊ីខ្និកកើនឡើងជាខ្លាំងដោយគេគ្រាន់តែអង្គុយរងចាំនាងតែប៉ុណ្ណោះត្រូវហើយស្ថានភាពបែបនេះវាមិនបញ្ចប់ត្រឹមនឹងនោះទេនៅពេលដែលក្លីស្តូនរកឃើញថាភីណេណូភីជាអ្នកបំពុលអ៊ីវ៉នគេក៏ចាត់ការនាងតាមពិធីរបស់គេដោយគេបានបង្ខំឲ្យនាងលេបនៅថ្នាំពុលមួយនោះមុននឹងស្លាប់នឹងមិនដឹងជាវេទនាយ៉ាងណាទេភីណែគ្រាន់តែសម័យទៅដល់ទស្សនវិជ្ជាមួយនោះក៏ព្រឺសម្បល់ដែរអ្នកកញ្ញាបាននិយាយទៅកាន់ភីណែថាពេលប្រជុំការហាមឃាត់មិនឲ្យចូលរួមរបស់ឯងបានដោះស្រាយរួចហើយភីណែនាងមិនដឹងអីទេសួរទៅទាំងឆ្ងល់ថាការហាមឃាត់មិនឲ្យចូលរួមអ្នកកញ្ញាតបថាត្រូវហើយតើឯងនឹងធ្វើយ៉ាងណាទៅបើឯងចង់ចូលរួមយើងនឹងឲ្យគេជួសជុលឧបករណ៍របស់ឯងឡើងវិញពេលនោះរេណូទេតុកមួយទំហឹងស្រែកឡើងថាលោកប៉ាស្រីឈួតអត់ទេតើលោកប៉ានៅនិយាយរឿងឧបករណ៍របស់នាងទៀតទេនៅពេលដែលនាងធ្វើបែបនោះទៅហើយលោកប៉ាមិនចាំទេឬអ្នកកញ្ញាហៅទៅកាន់រេណូឲ្យគេស្ងប់អារម្មណ៍សិនទៅតែគេនោះមិនព្រមស្ដាប់ទេគេនិយាយបន្តទៀតថាបើរាប់ពីសំណើរបស់ពួកក្មេងស្រីអបជនដែលខ្ញុំយកនាងទៅដាក់គុកនោះមិនដឹងជាប៉ុន្មានដងទៅហើយទេនាងឮគេថាខ្លួនបែបហ្នឹងក៏សួរទៅថាតើខ្ញុំបានធ្វើអីទៅគេឮបែបនេះក៏តបទៅទាំងក្តៅចិត្តថានេះនាងសួរព្រោះតែនាងមិនដឹងរឿងពិតមែនឬឯភីណែក៏ក្នុងចិត្តថាបើដឹងចាំបាច់សួរធ្វើអីពេលនោះដេរិកក៏បាននិយាយឡើងថានាងបានស្នើសុំស្នាបាញ់ប្រូយវាជារបស់ដែលសុភាពនារីក្នុងឋានៈអភិជនមិនចាប់អារម្មណ៍ពួកយើងបានប្រាប់នាងហើយថាវាគ្រោះថ្នាក់តែនាងមិនស្ដាប់ហើយយកវាទៅគំរាមសម្រាប់អ្នកនាងខៀលីងនិងអ្នកនាងទ្រីផាត្រីទៀតផងហើយនាងក៏ត្រូវចាប់ខ្លួនដូចជាសត្វព្រៃដោយពួកអ្នកយាមរាជវាំងមើលទៅនាងដូចជាភ្លេចរឿងនេះហើយរ៉េណូក៏បានបន្ថែមល្បឲ្យថាអញ្ចឹងហើយទៅមានពាក្យចចាមរាមថាសូម្បីតែស្វាក៏អាចប្រាថ្នានៅក្នុងវិមានអាកាសដែរនាងស្ដាប់ឮបែបនេះហើយក៏ក្នុងចិត្តថាដូចជាត្រូវគេងទះចំកណ្ដាលមុខតែម្ដងតែនាងជារឿងរ៉ាវរបស់ទូចិត្តអាក្រក់ទេតាវាជារឿងធម្មតាទេអ្នកអូកញ្ញាក៏បាននិយាយកាត់ថាពីអ្នកឯងល្មមឈប់បានហើយពេលនេះនាងភ្ញាក់រលឹកខ្លួនច្រើនណាស់ហើយរួចក៏និយាយទៅកាន់ភីណែថាឯងគួរតែដឹងហើយមែនទេគ្រួសារអាកាមិនមែនចេះតែនិយាយអីផ្ដេសផ្ដាសបានទេតែឯងចាំឲ្យភីណែនៅភីនាងតបទៅកាន់គាត់ថាប្រកាសណាលើកនេះខ្ញុំមិនធ្វើឲ្យលោកប៉ាខកបំណងទៀតនោះទេឯរ៉េណូគេលើបែបនេះមិនសប្បាយចិត្តនោះទេខំមកសង្គ្រឹះថ្មីតែម្នាក់ឯងមិនដឹងថាជាគេនឹងគុំគួនជាមួយនឹងនាងតាំងពីពេលណាទេអ្នកកញ្ញាឮភីណែនិយាយបែបនេះក៏តបទៅថាល្អណាស់អញ្ចឹងពួកយើងនិយាយគ្នាត្រឹមប៉ុណ្ណឹងសិនចុះនិយាយបណ្ដាក៏អនរងកណ្ដុំបណ្ដាហើយទៅកាន់អ្នកបំរើលៀននោះដែរក៏មានស្ត្រីចំណេះម្នាក់បានរុញរទេងចូលមកភីណែរអ៊ូក្នុងចិត្តតែម្នាក់ឯងថាខ្ញុំមិនទាន់បានញ៉ាំអីផងពួកគេយកបង្អែមមកបាត់ហើយអ្នកកញ្ញាក៏បានសួរនាំទៅកាន់ស្ត្រីចំណាស់នោះថាតើនាងបានដើរលេងសប្បាយដែរទេដូណាស្ត្រីចំណាស់ដែលមានឈ្មោះថាដូណានោះឆ្លើយតបទៅកាន់អ្នកកញ្ញាវិញថាចាលោកម្ចាស់ខ្ញុំគ្រាន់តែបាននៅក្នុងផ្ទះបាយក៏សប្បាយចិត្តណាស់ទៅហើយភីណែនៅក្នុងចិត្តថាអ្នកកញ្ញានឹងដេរិកបានទឹកតែឯរ៉េណូបាននំកូឃីសូម្បីតែបង្អែមក៏បានខុសគ្នាដែរតើភីណែនៅភីនឹងបានអីទៅខ្ញុំជាធម្មតាចូលចិត្តបង្អែមណាស់ចឹងអីក៏បានដែរកំពុងតែកាត់ស្ត្រីចំណាស់នោះបានយកចានបង្អែមមកដាក់នៅពីមុខនាងសម្លឹងទៅឃើញថាវាជាចំហុយមួយដុំនៅពេលនោះដែរស្ត្រីបម្រើម្នាក់នោះបានបង្ហាញស្នាមញញឹមសោយចំអកមកកាន់នាងទៀតផងភីណែ
យល់ហើយតាមពិតនាងជាអ្នកដែលគ្រប់គ្រងក្នុងផ្ទះបាយនិងដឹងពីចំណង់ចំណូលចិត្តរបស់អ្នកគ្រប់គ្នាហើយនាងក៏ជាអ្នកដែលរៀបចំស្លាបព្រានិងសមកូនក្មេងនេះឲ្យខ្ញុំដែរតើនាងចង់សាកល្បងនឹងខ្ញុំមែនទេនៅពេលដែលស្ត្រីបម្រើនោះកំពុងឈោងរៀបចំចានអាហារហេណាក៏បានផ្ទាល់កូនស្លាបព្រានោះចុះទៅខាងក្រោមរួចក៏ធ្វើជាសុំតុងដែលខ្លួនរអើដៃតើនាងអាចរកវាឲ្យខ្ញុំហើយបដូរវាបន្តិចបានទេស្រីនោះសម្ដែងធ្វើដូចជាខ្លួននឹងមានសុជីវធម៌ណាស់អញ្ចឹងតបទៅថាប្រកាសណាស់អ្នកនាងមិនអីនោះទេហេណាគិតថាខ្ញុំចង់ដឹងណាស់ថាបើសិនជាភីណានភីវិញតើនាងនឹងធ្វើដូចម្ដេចតើនាងនឹងទះមុខដ៏ស្រស់ស្អាតរបស់យេប៉ាក់នឹងហើយដើរចេញពីបន្ទប់នេះទេមិនអាចទេមេកានិយាយថានាងបានមករួមតុអាហារដែលគ្មានអ្នកណាបានអញ្ជើញព្រោះតែអញ្ចឹងហើយទើបគ្មានអ្នកណាចាប់អារម្មណ៍នឹងនាងគ្រួសាររីករាយដែលគ្មាននាងបង្ខាំងខ្លួននាងឲ្យមានវត្តមានទោះបីជាសុំការលើកលែងទង់ពីគេនឹងរងទុក្ខវេទនាក៏ដោយការឈួតនៃគ្រួសារអាកាមិនអាចបង្កបញ្ហានៅពេលញ៉ាំបាយជុំគ្នានោះទេព្រោះនាងខ្លាចអ្នកកញ្ញាលេងរួមតុបាយជាមួយនាងទៀតទោះបីជានាងឃ្លាននាងក៏អាចគ្រប់គ្រងខ្លួនឯងបានម្ដងហើយម្ដងទៀតប៉ុន្តែបើសិនជានាងមិនបានរួមតុបាយទៀតនាងនឹងគ្មានឱកាសបានជួបជុំគ្រួសាររបស់នាងទៀតទេប៉ុន្តែខ្ញុំមិនមែននាងនោះទេស្របពេលដែលស្រីបម្រើនឹងកំពុងតែអោនរើសហេណាក៏សម្ដែងធ្វើដូចជាមិនបានប្រយ័ត្នក៏ធ្វើវារបូតចោះទៅទៀតហើយអ្នកកញ្ញាឃើញបែបនេះក៏ប្រាប់ទៅថាឯងនេះមិនចេះប្រយ័ត្នសោះនាងតបទៅថាសុំទោសផងដោយសារតែចាហួយរបស់ខ្ញុំវារអើពេកទៅធ្វើឲ្យស្លាបព្រារបស់ខ្ញុំរអើទៅតាមដែរឯដេរិចនិងរេណូសម្លឹងមកកាន់នាងទាំងការមិនពេញចិត្តពេលដែលស្រីបម្រើនោះកំពុងតែរើសស្លាបព្រាឡើងមកនាងក៏ក្រវែងសមនឹងកំបិនចុះទៅខាងក្រោមផងដែររួចក៏ស្ទុះក្រោកឈរស្របពេលនោះដែរអ្នកកញ្ញាក៏បានហៅមកកាន់នាងថាភីណានភីអាកាឯរេណូនិងដេរិចក៏មិនខុសគ្នាដែរស្រែមកកាន់ភីណាថាតើនាងកំពុងតែធ្វើអីហ្នឹងនាងក៏និយាយឡើងថាតាមពិតទៅខ្ញុំមិនអាចញ៉ាំអ្វីបាននោះទេព្រោះតែខ្ញុំគ្មានស្លាបព្រាគាត់មិនបានស្ដាប់ការបកស្រាយរបស់នាងនោះទេបែរជាតបទៅកាន់នាងថាហេតុអីក៏ឯងមិនអង្គុយចុះសិនទៅនាងឃើញពួកគេមិនស្ដាប់ហេតុផលរបស់នាងអញ្ចឹងក៏តបទៅថាបើពួកយើងនិយាយគ្នាចប់ហើយអញ្ចឹងខ្ញុំគួរតែទៅបន្ទប់របស់ខ្ញុំសិនហើយអ្នកកញ្ញាលឺនាងតបបែបនេះកាន់តែក្តៅស្លឹកត្រចៀកហើយទឹកមុខរបស់គាត់បង្ហាញនៅកំហឹងដែលគាត់កំពុងតែមានគាត់និយាយតាមសំឡេងធ្ងន់ថាហេតុអីឯងធ្វើចរិតបែបនេះនៅពេលដែលពួកយើងខានញ៉ាំអាហារជុំគ្នាបែបនេះយូរហើយនាងតបទៅថាព្រោះតែក្រពែរបស់ខ្ញុំឈឺនឹងណាលោកប៉ាព្រោះតែស្លាបព្រារបស់ខ្ញុំវាដូចជារបស់ក្មេងលេងអាយុ3ឆ្នាំអញ្ចឹងហើយបានជាខ្ញុំមិនអាចញ៉ាំអ្វីបានសោះមិនអញ្ចឹងឯលោកស្រីមេចុងភៅពួកគេលឺនាងនិយាយបែបនេះទឹកមុខក៏បានប្រែប្រួលនាងបន្តទៀតថាប៉ុន្តែវាក៏ធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តមិនអញ្ចឹងឯព្រោះខ្ញុំមិនបានប៉ាអាហាររួមនៅលើតុនេះនោះទេទើបវាធ្វើឲ្យអ្នកទាំងអស់គ្នាបរិភោគបានឆ្ងាញ់នាងសម្លឹងទៅកាន់ស្រីបម្រើនោះរួចក៏និយាយឡើងថាខ្ញុំនឹងឲ្យអេមីលីធ្វើនំប៉័ងសាំងវែកមកឲ្យខ្ញុំយ៉ាងហោចណាស់ក៏ខ្ញុំអាចញ៉ាំវានឹងដៃបានដែរសូមលោកប៉ានិងបងប្រុសបរិភោគឲ្យបានសប្បាយរីករាយណែនិយាយរួចនាងក៏បានដើរចាក់ចេញទៅព្រមទាំងគិតថាអ្នកនាងដែលធ្លាប់គំរាមសម្លាប់មនុស្សដោយស្នាមម្ដងវាគួរឲ្យចង់សើចណាស់ដែលមនុស្សម្នាក់តែងតែខូចខលបែរជាមិនប្រឆាំងនឹងការគំរាមធ្វើបាបបែបនេះរហូតមកដល់ពេលនេះប៉ុន្តែទោះបីជាភីណានភីបែបនាងខ្ញុំនៅតែមិនអាចសោះចំអកលើនាងបានដែរអរគុណសម្រាប់ការជួយចុច like ក៏ដូចជា subscribe នៅ channel របស់ Amin ចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ